ទៀនខ្ទឹមខ្ទះយើងដាក់ឲ្យក្តៅយើងចាក់ប្រេងឆាចូលមិនយ៉ាទៀវចាក់ប្រេងឆាចូលតបមកយើងបងខ្ទឹមចូលតបពីពេលយើងបងខ្ទឹមចូលហើយយើងកូរវាឲ្យខ្ទឹមយើងប្រហុលបន្តិចមកតបមកយើងដាក់សាច់ជ្រូកដែលយើងនឹងច្រាំងនេះចូលយើងកូរច្រវាក់វាមើលមុខអ្នកភ្លក់នោះអឺតមើលទៀតយើងដាក់គ្រឿងទេសចូលយើងកូរវារហូតតមកយើងចាក់ទឹកត្រីបន្តិចចូលទឹកត្រីប្រៃស្ទើមិនងាយបានកាត់ជើងយើងដាក់អានេះចូលទឹកស៊ីអ៊ីវថែមបន្តិចទៅដើម្បីយកពោវាស្អាតតមកយើងដាក់ការ៉ុតចូលឲ្យភ្នែកកាន់តែភ្លឺចេះញ៉ាំការ៉ុតទៀតយើងបោះវាចូលឲ្យអស់យើងកូរវឹកវាឲ្យចូលជាតិយើងដាក់ផ្សិតដែលយើងស្រស់ហើយចូលឲ្យវាចាប់ជាតិជាមួយគ្នាផ្សិតយើងស្រស់កុំឲ្យវាមានជាតិក្រពុលចូលហើយយើងចូលត្រឡប់ឲ្យសិនមកហើយយើងដាក់អានេះចូលដូចមកណៃដែរចិត្តនេះអានេះបន្លែដែលយើងដាក់ឲ្យវាច្រើនព្រោះបន្លែយើងនៅបន្តិចយើងដាក់ចូលគ្នាទៅឆាឲ្យខ្ទេចទៅមើលអ្នកណាខ្លះមិនញ៉ាំអ្នកដែលមិនញ៉ាំគឺអត់ទៅភ្នងអត់បងប្អូនតោះហើយយើងកូរវាចូលចិត្តគ្នាមើលឡើងទៅ3 4មុខហ្នឹងឲ្យវាចាប់ជាតិគ្នាហើយក៏យើងដាក់មីស៊ូចូលមួយចង់ក្រោយទៀតមកយើងចាក់មីស៊ូចូលមីស៊ូចូលយើងកូរច្រវាល់យើងហ្នឹងយើងកូរច្រវាល់រួចជាការស្រេចតោះមកយើងបង់ស្លឹកខ្ទឹមចូលហើយស្អាតជាការស្រេចមើលតំណងអត់បងប្អូនតំណងអត់ហើយ